មន្ទិលទូរថភ្លើងដែលក្រឡាប់ធ្លីប្រេងចេញមកក្រៅមិនមែនជាប្រេងនាំចូលពីប្រទេសថៃទេគឺនាំចូលពីសិង្ហបុរីតាមច្រកសមុទ្រដើម្បីចែកចាយនៅខេត្តពាយ័ព្យកម្ពុជាជុំវិញករណីស្រុករថភ្លើងបណ្ដាលឲ្យទូរថភ្លើងចំនួន3ទូបានក្រឡាប់ធ្លីប្រេងចេញមកក្រៅនៅចំណុច PK 191/600 ខ្សែដែកទៅខាងជើងស្ថិតនៅភូមិជ្រេះឃុំអូតាប៉ោងស្រុកបាកាំងខេត្តពោធិ៍សែនអ្វីដែលបានកត់សម្គាល់នោះមានសាធារណជននិងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយធ្វើអត្ថាធិប្បាយចោទសួរថាប្រេងដែលដឹកនោះមានប្រភពពីណានាំចូលតាមណារបស់ក្រុមហ៊ុនអ្វីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាខ្សែរថភ្លើងលេខ 6535 បានដឹកប្រេងចំនួន25ទូរបស់ក្រុមហ៊ុនស៊ូគីមិកប្រភពនាំចូលពីប្រទេសសិង្ហបុរីតាមកំពង់ផែស្វាយ័តក្រុងព្រះសីហនុឲ្យចេញដំណើរពីស្ថានីយ៍ភ្នំពេញឆ្ពោះទៅស្ថានីយ៍បឹងព្រីងខេត្តបាត់ដំបងដើម្បីចែកចាយនៅខេត្តពាយ័ព្យប្រទេសកម្ពុជាមិនមែនជាប្រេងនាំចូលពីប្រទេសថៃដោយការប៉ាន់ស្មាននិងអត្ថាធិប្បាយឲ្យគ្មានប្រភពព័ត៌មាននិងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ